សួស្តីបងមួយកាហ្វេទាំងអស់គ្នាមិនដែរថ្ងៃនេះបានចេញដំណើរទៅដល់ស្រុកណាសម្រាប់អ្នកលក់វិញគឺអត់ទាន់បានចេញដំណើរទៅទេថ្ងៃនេះដែលអ្នកលក់នឹករសជាតិកាហ្វេទឹកដោះគោតកកដែលតាមរូបមន្តពីមុនគឺយើងប្រើទឹកដោះគោខាប់ជាមួយនឹង Carnation ប៉ុន្តែ Carnation ដែលឆ្ងាញ់ហ្នឹងគឺបោះផ្ទះលេខ2អញ្ចឹងឥឡូវយើងពាក់ហិកាហើយគឺប្រើជាមួយនឹងទឹកដោះគោខាប់បោះផ្កាឈូកហើយយើងចាក់វាចូលកែវបន្ទាប់មកបានខ្ញុំចាក់កាហ្វេពីលើដើម្បីក្លុកតែពិតក្លុកហើយនឹងលាយគឺរសជាតិផ្សេងគ្នាអ្នកទាំងអស់គ្នាខុសគ្នាបន្តិចទេប៉ុន្តែរសជាតិកាហ្វេគឺមួយបែបម្នាក់ផ្សេងគ្នាក្លុកកាហ្វេជាមួយនឹងទឹកដោះគោខាប់ឲ្យវាចេញល្បាយស្មើសាច់ហើយនឹងមានពពុះតិចបន្ទាប់មកអីដែលយើងខ្វះបានគឺទឹកកកអញ្ចឹងបើបងមានទឹកកកម៉ត់កតិចរត់តែឆ្ងាញ់ដោយសារតែយើងអត់ប្រើ Carnation ទេអញ្ចឹងយើងប្រើទឹកដោះគោស្រស់ធម្មតាលាយជាមួយកាហ្វេយើងអ្នកលក់ហ៊ានធានាថា recipe មួយនេះគឺជាតិមែនតើស័ក្តិសមជាមួយនឹងម្សៅកាហ្វេរបស់យើងបងដែលត្រូវការកាហ្វេរៀងធ្ងន់បន្តិចអាចសាកជាមួយនឹងពណ៌ក្រហមនិងពណ៌សូកូឡាបានអរគុណច្រើនអ្នកទាំងអស់គ្នា